ពេលដែលឃើញដួលដូចជាឈើធំក្នុងចិត្តគាត់យ៉ាងម៉េចប៉ុន្តែក្នុងចិត្តពួកខ្ញុំគឺពួកខ្ញុំចង់ឃើញចឹងទេសុខដៃខ្លាំងហ្មងទី1ទីតាំងហ្នឹងនៅភ្នំនំធំហ្នឹងចាស់ពីមុនមកហ្នឹងគាត់ថាកន្លែងហ្នឹងព្រៃតមហ្មងអត់មានពីណាហ៊ានទៅកាប់គោះអីទេសហគមន៍ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរីនៅតែបន្តអះអាងពីផលប៉ះពាល់ព្រៃតមប្រភពចំណូលអំពីការអាស្រ័យផលអនុផលព្រៃឈើខណៈពេលដែលក្រុមហ៊ុនចំនួន2កំពុងដំណើរការអនុវត្តគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់នៅខេត្តមណ្ឌលគិរីនៅក្នុងខែកក្កដានេះពេលដែលអ្នកសារព័ត៌មានកម្ពុជាបានទៅដល់ទីតាំងឈូសឆាយដីព្រៃដោយផ្ទាល់មានគ្រឿងចាក់ចំនួន3របស់ក្រុមហ៊ុន Snetech Mirai ដែលកំពុងតែឈូសឆាយដីព្រៃតមរបស់សហគមន៍នៅលើកំពូលភ្នំណាំភូមិដែលជាតំបន់ជំនឿដ៏សំខាន់មួយរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរីទីតាំងនៃបានឈូសឆាយនេះគឺស្ថិតនៅចន្លោះភូមិស្រែអ៊ីសង្កាត់រមនីនិងភូមិលើការសង្កាត់សុកដុមក្នុងព្រំប្រទល់ដែនជម្រកសត្វព្រៃកែវសីមានិងដែនជម្រកសត្វព្រៃភ្នំព្រេចជនជាតិដើមភាគតិចពូនងនៅភូមិលើការសង្កាត់សុកដុមបានរៀបរាប់ប្រាប់សារព័ត៌មានកម្ពុជាទាំងក្តីព្រួយបារម្ភថាពួកគេពិតជាសោកស្ដាយចំពោះការបាត់បង់ព្រៃឈើមួយចំនួននៅពេលដែលមានគ្រឿងចាក់ឈូសឆាយដីព្រៃជំនឿព្រៃតមនិងបានផ្ដួលរំលំដើមឈើធំក្រោមរូបភាពគម្រោងថាមពលដើរដោយខ្យល់គឺថាអោយជនជាតិដើមភាគតិចពូនងពួកខ្ញុំនេះថែរក្សាឲ្យនឹងការពារព្រៃឈើហើយនៅពេលដែលពួកខ្ញុំធ្វើស្រែធ្វើចការតិចតួចសារថាច្បាប់ទម្លាប់ការកាប់បំផ្លាញត្រឹមត្រៀននេះត្រឹមត្រៀននោះអញ្ចឹងដកដូចជាដើមចេកដើមអីពួកខ្ញុំឥឡូវនេះសួរថានៅពេលដែលឃើញដួលដូចជាឈើធំក្នុងចិត្តគាត់យ៉ាងម៉េចប៉ុន្តែក្នុងចិត្តពួកខ្ញុំគឺពួកខ្ញុំចង់ឃើញអញ្ចឹងទេអត់នេះអត់ធម្មណាសុខដៃខ្លាំងហ្មងទី1ទីតាំងហ្នឹងនៅភ្នំនំធំហ្នឹងចាស់ពីមុនមកហ្នឹងគាត់ថាកន្លែងហ្នឹងព្រៃតមហ្មងអត់មានពីណាហ៊ានទៅកាប់គោះអីទេពាក់ព័ន្ធនឹងការអនុវត្តគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់នេះអ្នកស្រីណេតឆៃយ៉ាជាចៅសង្កាត់សុកដុមបានប្រាប់សារព័ត៌មានកម្ពុជាថាកន្លងមកអាជ្ញាធរសង្កាត់និងពលរដ្ឋធ្លាប់បានសម្ដែងការព្រួយបារម្ភពីការរំខានដល់ការរស់នៅរបស់ពលរដ្ឋមូលដ្ឋានបន្ទាប់ពីបង្គោលកង្ហារសាងសង់រួចការព្រួយបារម្ភនេះមានដូចជាការរំខានដល់ការសម្រាកសម្រានការភ័យខ្លាចដាច់កង្ហារនិងប៉ះពាល់ដីចម្ការជាដើមប៉ុន្តែនៅក្នុងនោះបច្ចេកទេសគេបានបញ្យល់យើងថាតង្ហាលដែលគេធ្វើឲ្យគេនឹងធ្វើរបងពាត់ជុំវិញចាដែលមានទំហំ50ម៉ែត្រអីទៅតាមលក្ខណៈបច្ចេកទេសរបស់គេទី2កម្ពស់តង្ហាលនឹងវាខ្ពស់មានដល់140ម៉ែត្រហើយតង្ហាលដែលរត់នឹងគឺវាអត់រត់វឹតទេគឺវារត់មួយនេះជាការដោះស្រាយរបស់ពួកគាត់ហើយមួយទៀតតកតងនឹងដីតង្ហាលដែលគាត់ធ្វើជាដីមួយដែលគាត់បានទិញទូទាត់សំណងជាមួយប្រជាពលរដ្ឋម្ចាស់ដីអ្នកស្រីបន្ថែមថាក្រុមហ៊ុនដែលកំពុងដំណើរការនិងក្រុងនឹងដំណើរការក្នុងសង្កាត់សុកដុមមានចំនួន3រួមមានក្រុមហ៊ុន Snetech Mirai ក្រុមហ៊ុន Endu China Wind Power និងក្រុមហ៊ុន Go Prey Wind Farm តែខ្ញុំគាត់ដឹងថា Snetech ធ្វើបាន8បកគោលហ្នឹងគឺតែជាចាក់គ្រឹះទេអត់ទាន់បានតម្លើងដងតង្ហាលទេតែគ្រឹះគាត់បាន8ចំណែកEndu China គាត់បានចំនួន3តែសម្រាប់ក្រុមហ៊ុន Go Prey គាត់នឹងចាប់ផ្ដើមនៅចុងឆ្នាំ2026កម្ពុជាមិនទាន់ទទួលបានការឆ្លើយតបណាមួយពីក្រុមហ៊ុនទាំង3នៅឡើយទេកំឡុងពេលម៉ោងផ្សព្វផ្សាយនេះគួររំលឹកផងដែរថាកាលពីខែឧសភាឆ្នាំ2025រដ្ឋសភាបានអនុម័តគម្រោងថាមពលទៅឲ្យក្រុមហ៊ុនចំនួន6ផ្សេងគ្នាដោយមានអានុភាព900មេហ្គាវ៉ាត់ក្នុងខេត្តមណ្ឌលគិរីគម្រោងមួយចំនួនបានចាប់ផ្ដើមនៅដើមឆ្នាំ2026ខណៈក្រុមហ៊ុនផ្សេងទៀតនឹងចាប់ផ្ដើមនៅឆ្នាំបន្តបន្ទាប់ឆ្លើយតបនឹងបញ្ហានេះលោកហាវិបុលប្រធានមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថាការវិតម្លៃហេតុផលប៉ះពាល់បរិស្ថាន EIA ត្រូវបានធ្វើរួចហើយក៏មិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរទេលោកបន្ថែមថាអ្នកដែលទទួលរងផលប៉ះពាល់កន្លងមកខាងអាជ្ញាធរនិងអ្នកពាក់ព័ន្ធផ្សេងទៀតក៏បានទូទាត់សំណងឲ្យរួចហើយដែរពាក់ព័ន្ធនឹងការឈូសឆាយដីថ្មីនេះលោកមានប្រសាសន៍ថាអាជ្ញាធរពាក់ព័ន្ធកំពុងតែសិក្សាឡើងវិញដោយមូលហេតុថាអ្នកបច្ចេកទេសបានអនុវត្តការឈូសឆាយខុសទីតាំងក្រុមហ៊ុនតម្រូវការទៅធ្វើការកន្លែងហ្នឹងវាដូចជាខុសទីតាំងបន្តិចប៉ុន្តែមិនមែនជាភ័យធំមិនមែនជាភ័យអីវាជាដែនជម្រកសត្វព្រៃ
គាត់ដែលសារតអ្នកចែកទេគាត់ធ្វើទៅវាខុសទីតាំងហើយខ្ញុំមិនសមត្ថភាព 100% ប៉ុន្តែឥឡូវហ្នឹងកំពុងតែធ្វើកិច្ចការងារហ្នឹង កាលពីដើមខែមេសាសារព័ត៌មានកម្ពុជាបានចេញផ្សាយព័ត៌មានជាអត្ថបទនិងវីដេអូអំពីកង្វល់របស់សហគមន៍ជាតិដើមភាគតិចពូនងនៅភូមិពូត្រំនិងភូមិឡៅកាបន្ទាប់ពីសកម្មភាពឈូសឆាយដីធ្វើផ្លូវនិងជីករណ្ដៅដើម្បីដាក់ទូប៊ីនខ្យល់នៃគម្រោងថាមពលដើរដោយខ្យល់បានប៉ះពាល់ដីសពដីចម្ការចេកនិងបានបំផ្លាញខ្ទមមេត្តារបស់ពួកគេយ៉ាងណាក៏ដោយក្នុងខែមេសាដដែលពួកគាត់បានទទួលប្រាក់សងជំងឺចិត្តដើម្បីធ្វើពិធីសែនព្រេនសាងសង់ខ្ទមមេត្តាថ្មីនិងសាងសង់ភ្នូរសពថ្មីឲ្យសាច់ញាតិរបស់ពួកគេ ជីលុយខ្មែរហ្នឹង12លានខាងនេះធ្វើរៀបចំបកគោលភ្លើងហ្នឹងមក គេសំណង15លានហ្នឹងសម្រាប់ថ្លៃការខូចខាតសែនព្រេនហ្នឹងទេពួកខ្ញុំសាងសង់កតមនេតានឹងវិញ បន្ថែមពីនេះសហគមន៍ជាតិដើមភាគតិចពូនងភូមិឡៅកានៅតែបន្តស្នើសុំឲ្យអ្នកពាក់ព័ន្ធគិតគូរឲ្យបានកាន់តែស៊ីជម្រៅដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាននិងសង្គមនិងត្រូវធានាថាមិនទុកនរណាម្នាក់ចោលនៅពេលដែលមានគម្រោងអភិវឌ្ឍផ្សេងៗ ក្នុងការដែលកាប់បំផ្លាញនេះវាជ្រុលណាស់វាជ្រុលហួសហើយខ្ញុំចង់ថាអញ្ចឹងនៅពេលដែលយើងអភិវឌ្ឍចុះណាយើងមើលតែតំបន់ណាព្រៃភ្នំហើយអត់សូវមានឈើអញ្ចឹងណាយើងគិតថាកន្លែងណាដែលវាមិនខ្វះទេកន្លែងវាលអញ្ចឹងយើងគិតថាអភិវឌ្ឍកន្លែងហ្នឹងទៅ